មនុស្សពេលអត់លុយរត់តែត្រូវកាត់ផ្ដាច់រោគអាក្រក់ទាំង12នេះបើមិនអញ្ចឹងទេអ្នកងើបឡើងមិនរួចរហូតខ្ញុំមិនមែនបំភ័យអ្នកទេវាជាការពិតទោះបីឥឡូវនេះអ្នកមានអាយុប៉ុន្មានក៏ដោយឲ្យតែអ្នកកែប្រែនៅរោគអាក្រក់ទាំង12នេះចោលកន្លះឆ្នាំក្រោយអ្នកនឹងទទួលបានលទ្ធផលល្អមនុស្សនៅក្នុងមួយជាតិដើម្បីតែការរស់នៅព្យាយាមឲ្យអស់ពីសមត្ថភាពងើបវាឡើងសង្ឃឹមថាអាចនឹងធ្វើឲ្យវាคล้ายជាការពិតមួយបែរជាកាន់តែធ្វើកាន់តែអន់តើនេះការពិតជាអ្វីនេះគឺដោយសារខ្លួនមានរោគទាំង12នេះអ្នកណាប្រកាន់យកវាសុទ្ធតែរស់នៅមិនបានល្អជាពិសេសចំណុចទី12ទី1កែប្រែចោលនៅរោគអួតនៅលើโลกនេះគ្មានភាពមានបានណាដែលស័ក្តិសមក្នុងការបង្ហាញឡើយបើមានការបង្ហាញចេញណាមួយនោះនឹងនាំមកនូវគ្រោះមហន្តរាយឲ្យតែអ្នកបង្ហាញគឺអាចបាត់បង់ទ្រព្យសម្បត្តិអ្នកដែលត្រាស់ដឹងពិតប្រាកដនឹងយល់ទ្រព្យសម្បត្តិណាមួយក៏ដោយគឺជាភ្ញៀវដែលឆ្លងកាត់ក្នុងជីវិតរបស់អ្នកមានតែបោះចោលភាពឥតប្រយោជន៍របស់អ្នកទើបអាចកាន់ទ្រព្យសម្បត្តិយ៉ាងរឹងមាំនៅក្នុងដៃទី2កែប្រែចោលនៅរោគចង់បានមុខមាត់ពាក្យចាស់ពោលថាចង់បានមុខមាត់រស់រងទុក្ខដឹងច្បាស់ថាខ្លួនគ្មានលុយនៅចូលចិត្តនៅមុខញាតិមិត្តអ្នករួមការងារធ្វើរឹកដូចជាអស្ចារ្យខ្លាំងណាស់ខ្លាចគេមើលងាយតាមពិតមុខមាត់នេះមនុស្សភាគច្រើនយល់ខុសមុខមាត់មិនមែនគេឲ្យយើងទេប៉ុន្តែគឺយើងរកវាដោយខ្លួនឯងឲ្យតែអ្នកមានសមត្ថភាពឬមានឋានៈមានតំណែងមានលុយមានកេរ្តិ៍ឈ្មោះនោះមុខមាត់កើតមានដោយខ្លួនឯងហើយបើសូម្បីតែបញ្ហាអាហារនិងសម្លៀកបំពាក់มันអាចដោះស្រាយបានផងនោះតើត្រូវការមុខមាត់បានការអីទី3កែប្រែចោលនៅរោគខ្ចីបុលអ្នករាល់គ្នាសុទ្ធតែដឹងនៅហេតុផលមួយនេះគឺជួយអាសន្នមិនជួយក្របើសិនជាលុយចាយមិនគ្រប់នោះអ្នកត្រូវត្បិតត្បៀតចាយបន្តិចឬក៏រកមធ្យោបាយទៅរកលុយដាច់ខាតកុំទៅខ្ចីលុយសាច់ញាតិមិត្តភ័ក្តិមិត្តរួមការងារធ្វើដូច្នេះមានតែធ្វើឲ្យគេមើលងាយគេអាចយល់ថាអ្នកអសមត្ថភាពទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងសង្គមដូចគ្នាហេតុអ្វីអ្នកមិនអាចចិញ្ចឹមខ្លួនឯងឲ្យរស់ដូច្នេះកុំយកការលំបាករបស់ខ្លួនមកធ្វើឲ្យគេដឹងពេញមួយពិភពលោកអ្វីដែលអ្នកត្រូវធ្វើគឺខិតខំប្រឹងប្រែងដោយស្ងៀមស្ងាត់ទី4កែប្រែចោលនៅរោគចូលចិត្តស៊ីសាយលើគេមានមនុស្សខ្លះកាន់តែគ្មានលុយកាន់តែសំចៃលុយ